នោះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបដំឡើងកម្មវិធី download និង install កម្មវិធី eGate ដំបូងចូលទៅក្នុង App Store រួចវាយពាក្យ eGate បន្ទាប់មកចុចសញ្ញា download ពណ៌ខៀវរួចធ្វើការរងចាំរហូតទាល់ download ចប់បន្ទាប់មកចុច open កម្មវិធីចាប់ផ្ដើមដំណើរការយើងធ្វើការរើសភាសាចំណុចទី2ខ្ញុំនឹងបង្ហាញពីរបៀបចុះឈ្មោះយើងចូលទៅក្នុង icon ខាងក្រោមយកពាក្យ me បន្ទាប់មកចុចផ្នែកខាងលើ sign up រួចចុច phone number បន្ទាប់មកវាយលេខទូរស័ព្ទចូលបន្ទាប់មកនឹងមានផ្ញើសារលេខ6ខ្ទង់មកកាន់លេខទូរស័ព្ទយើងវាយលេខ6ខ្ទង់ចូលការចុះឈ្មោះរបស់យើងបានរួចរាល់បន្ទាប់មកយើងនឹងឃើញលេខទូរស័ព្ទដែលយើងបានចុះឈ្មោះនៅផ្នែកខាងលើចំណុចទី3ខ្ញុំនឹងបង្ហាញពីរបៀបកំណត់ទីតាំងបងប្អូនចុចទៅលើ My Location បន្ទាប់មកចុច Add New Location បងប្អូនបំពេញឈ្មោះអាសយដ្ឋាននិងលេខទូរស័ព្ទរួចចុចពាក្យ Save Location ចំពោះអាសយដ្ឋាននេះផងដែរបងប្អូនអាចបង្កើតបានអាសយដ្ឋានជាច្រើនយើងអាចដាក់នៅផ្ទះនៅកន្លែងធ្វើការនៅសាលារៀនជាដើម